ចំណុចមកនិយាយអំពីភាពខុសគ្នា8ចំណុចរវាងអ្នកដឹកនាំល្អនិងអ្នកដឹកនាំមិនល្អបាទកុំឲ្យខាតពេលយូរយើងទៅកាន់ចំណុចមួយទាំងអស់គ្នាបាទហើយខ្ញុំនឹងព្យាយាមបញ្យល់លម្អិតទេបាទប៉ុន្តែបើសិនបើមានជាសំណួរបាទអាច comment ពិភាក្សានៅក្នុងបាទទី1បាទយើងមើលទៅលើអ្នកដឹកនាំល្អបាទដែលផ្ដោតលើមើលឃើញសក្តានុពលរបស់អ្នកដទៃបាទដែលឡែកអ្នកដឹកនាំមិនល្អស្វែងរកតែកំហុសអ្នកដទៃចំណុចទី2បាទសម្រាប់អ្នកដឹកនាំល្អមានទស្សនៈវិជ្ជមានហើយលើកទឹកចិត្តដល់អ្នកដទៃដែលឡែកអ្នកដឹកនាំមិនល្អមានទស្សនៈអវិជ្ជមានហើយបន្ទោសអ្នកដទៃចំណុចទី3អ្នកដឹកនាំល្អជំរុញទឹកចិត្តឲ្យអ្នកដទៃមានការរីកចម្រើនដោយឡែកអ្នកដឹកនាំមិនល្អមិនខ្វល់ពីការរីកចម្រើនរបស់អ្នកដទៃឡើយចំណុចទី4អ្នកដឹកនាំល្អដាក់មនុស្សឲ្យចំមុខតំណែងការងារយ៉ាងល្អដូច្នេះហើយធ្វើឲ្យពួកគេធ្វើការក៏បានល្អដែរតែឡែកអ្នកដឹកនាំមិនល្អកេងចំណេញពីអ្នកដទៃដើម្បីប្រយោជន៍ផ្ទាល់ខ្លួនចំណុចទី5អ្នកដឹកនាំល្អលើកទឹកចិត្តឬស្វាគមន៍ឲ្យមានការប្រស័យទាក់ទងដោយបើកចំហរីឯអ្នកដឹកនាំមិនល្អវិញមិនឲ្យតម្លៃចំពោះតម្លាភាពឡើយចំណុចទី6អ្នកដឹកនាំល្អបើកចំហចំពោះគំនិតរួចផ្ដើមនិងអ្វីដែលថ្មីរីឯអ្នកដឹកនាំមិនល្អវិញមិនចូលចិត្តការផ្លាស់ប្ដូរហើយក៏មិនហ៊ានប្រថុយក្នុងការធ្វើអ្វីមួយដែរចំណុចទី7អ្នកដឹកនាំល្អដឹងថាពេលណាត្រូវផ្ទេរឬចែករំលែកការទទួលខុសត្រូវរីឯអ្នកដឹកនាំមិនល្អវិញគ្រប់គ្រងល្អិតល្អន់ឬក៏គ្រប់គ្រងគ្រប់ជំហានណាបាទចំណុចទី8អ្នកដឹកនាំល្អដឹងគុណដល់ការរួមចំណែករបស់សមាជិកក្រុមរីឯអ្នកដឹកនាំមិនល្អវិញគិតថាបុគ្គលិកគ្រប់គ្នាសុទ្ធតែអាចជំនួសបានដោយងាយហើយមិនផ្ដល់តម្លៃដល់បុគ្គលិកបាទទាំងអស់នេះគឺជាចំណុចនៃការប្រៀបធៀបទាំង8ចំណុចបាទយើងមានចំណុចមួយទៀតលក្ខណៈនៃអ្នកដឹកនាំឬក៏ leadership trait បាទដែលយើងមានចំណុចមួយចំនួនដែលអាចមើលឃើញនៅទីនេះបាទទី1គឺអ្នកដឹកនាំត្រូវមានចំណេះដឹងលើការងារទី2មានសេចក្តីអង់អាចមោះមុតបាទទី3មានមហិច្ឆតាក្នុងការដឹកនាំទី4មានភាពស្មោះត្រង់និងសុចរិតភាពទី5មានទំនុកចិត្តនិងគោរពខ្លួនឯងទី6បើកជាមនុស្សបើកចិត្តទូលាយបាទទី7មានប្រាជ្ញាឈ្លាសវៃបាទនិងទី8ជាមនុស្សរស់រាយចូលចិត្តការងារទំនាក់ទំនងសង្គមបាទទាំងអស់នេះជាលក្ខណៈនៃអ្នកដឹកនាំឆ្នើមឬចាំបាច់ដែលត្រូវតែមានអរគុណសម្រាប់ការតាមដានទស្សនាហើយបើសិនជាមានសំណួរចម្លើយឬក៏មានអីចង់ពិភាក្សាបាទអាច comment បានអរគុណច្រើនសម្រាប់ការទទួលដាក់ស្ដាប់អរគុណបាទជួបគ្នានៅវីដេអូបន្តទៀត